គោលការណ៍ដាក់ជីលើដើមទុរេនដែលចេញពន្លកសូមអញ្ជើញមកកាន់ Channel BAMF Cambodia ការធ្វើជីដើមទុរេនគឺចាំបាច់ប៉ុន្តែតើយើងគួរដាក់ជីដើមទុរេននៅពេលវាចេញពន្លកដែរឬទេយោងតាមដំណើរការរបស់ BAMF ប្រសិនបើទុរេនរបស់អ្នកកំពុងពន្លកក្នុងអំឡុងពេលអាកាសធាតុស្ងួតមានពន្លឺថ្ងៃដូចពេលនេះអ្នកមិនចាំបាច់ដាក់ជីនោះទេពេលភ្លៀងធ្លាក់យើងចាប់ផ្ដើមដាក់ជីហើយបងប្អូនដូច្នេះតើយើងនឹងដាក់ជីប្រភេទអ្វីBAMF ណែនាំថាមុននឹងឈានដល់ដំណាក់កាល Pastel យើងនឹងជីជាតិរុក្ខជាតិជាមួយនឹងប៉ូតាស្យូមនិងកាល់ស្យូមការប្រើប្រាស់ប៉ូតាស្យូមនិងកាល់ស្យូមនឹងជួយឲ្យរុក្ខជាតិកាត់បន្ថយការលូតលាស់នៃពន្លកនិងជួយឲ្យវាលូតលាស់បានយូរជួយឲ្យដំណើរការនៃសត្វល្អិតមានប្រសិទ្ធភាពខ្ពស់បន្ទាប់ពីដំណាក់កាលពងបែកហើយយើងបន្តលាបកាល់ស្យូមដើម្បីជួយឲ្យផ្លែខ្ចីលូតលាស់បានយូរបង្កើនអត្រាផ្លែខ្ចីហើយបន្ទាប់ពីដំណាក់កាលសម្រាប់សត្វល្អិតបាន35ថ្ងៃយើងនឹងអនុវត្តជីសរីរាង្គបន្ទាប់មកនៅអាយុ55ថ្ងៃយើងនឹងដាក់ជីអាសូតផូស្វ័រនិងប៉ូតាស្យូមរួមផ្សំជាមួយរូបមន្ត20-10-10អាស្រ័យលើរុក្ខជាតិនិងស្ថានភាពរបស់វាយើងនឹងមានកម្រិតជីសមស្របប្រសិនបើអ្នកមានចម្ងល់អំពីដំណើរការបង្កកំណើតក៏ដូចជាការដាំដុះសូមតាក់ទងមកយើងខ្ញុំទំនាក់ទំនង BAMF Cambodia តាមលេខ05 4529525551588សម្រាប់ការគាំទ្រ BAMF Cambodia សូមជូនពរឲ្យអ្នកធ្វើកសិកម្មទទួលបានជោគជ័យ